បណ្ឌិតបៃតើមានវិធីព្យាបាលឬទេតើនាងអាចធ្វើអ្វីបានក្រុមរបស់ខ្ញុំមានអ្នកជំនាញបរទេសជាង20នាក់តែម្នាក់ឯងវាបានច្រើនថ្ងៃទាំងយប់អស់ជាច្រើនថ្ងៃបានសិក្សាការវះកាត់រាប់លានគ្មាននរណាម្នាក់ក្នុងចំណោមពួកគេជោគជ័យទេគ្រាន់តែនាងហេតុអ្វីបានជានាងគួរវិជ្ជាបណ្ឌិតអពុធហេតុប៉ុន្តែនោះហើយជាវាលោកចែងអ្វីដែលលោកបណ្ឌិតទេនិយាយគឺពិតជាត្រឹមត្រូវដោយសារតែស្ថានភាពបច្ចុប្បន្នវាពិតជាធ្ងន់ធ្ងរណាស់ប៉ុន្តែម្ជុលខឹម9វេនអាចដោះស្រាយបញ្ហាបានរងរបួសយ៉ាងធ្ងន់ធ្ងរការចាក់ម្ជុលខឹម9វេនអាចព្យាបាលបានទោះបីជាស្ថានភាពព្យាបាលក៏ដោយកាន់តែមានបញ្ហាវាឡើងវិញវាត្រូវការពេលយូរដើម្បីប្រៀបធៀបប៉ុន្តែអាចជួយសង្គ្រោះជីវិតបានល្អណាស់បណ្ឌិតបៃប្រសិនបើអ្នកពិតជាអាចព្យាបាលកូនប្រុសរបស់ខ្ញុំតើអ្នកចង់បានអត្ថប្រយោជន៍អ្វីខ្លះខ្ញុំអាចផ្ដល់ឲ្យអ្នកបានលោកចែងព្យាបាលជំងឺនិងសង្គ្រោះជីវិតវាជាការងាររបស់វិជ្ជាបណ្ឌិតរបស់យើងខ្ញុំមិនចង់បានអ្វីទេអ្នកកុហកប៉ុន្តែមកភ្លាមនៅពេលដែលអ្នកបើកមាត់របស់អ្នកមុខក្រហមគ្មានដង្ហើមគ្រូរបស់ខ្ញុំនោះគឺជាព្រឹទ្ធបុរសនៃឱសថទូទាំងប្រទេសការវះកាត់របស់លោក Line Behau សូម្បីតែគាត់ក៏មិនហ៊ានធ្វើដែរគ្រាន់តែអ្នកហេតុអ្វីបានជាអ្នកមូលហេតុដែលអ្នកមិនហ៊ានវះកាត់វាដោយសារតែដរាបណាសរសៃឈាមមិនត្រូវបានស្ទះគ្រាន់តែរឿងមួយបាត់របាដែកត្រូវបានទាញចេញនោះជាសិទ្ធិនឹងស្លាប់របាដែកបង្ហាប់សរសៃឈាមធំនឹងតូចរាប់មិនអស់នៅពេលទាញរបាដែកចេញកំហុសបន្តិចបន្តួចបីជាបន្ទាត់មួយមិនត្រូវបានគេបង្ក្រាបសរសៃឈាមទាំងអស់នឹងផ្ទុះឡើងស្លាប់គ្រប់គ្រាន់បណ្ឌិតបៃអ្នកពិតជាមានវិធីមួយអាចគ្រប់គ្រងសរសៃឈាមទាំងអស់លោកចែងបណ្ឌិតទេងនិយាយត្រូវស្ថានភាពរបស់លោកចែងសម្រាប់អ្នកដែលបានត្រឡប់មកពីសិក្សានៅបរទេសសម្រាប់គ្រូពេទ្យវះកាត់វាពិតជាមានបញ្ហាប៉ុន្តែសម្រាប់យើងគ្រូពេទ្យចិនវាបានក្លាយជារឿងធម្មតាទៅហើយដរាបណាវាស្ថិតនៅជុំវិញមុខរបួសរបស់អ្នកជំងឺការចាក់ម្ជុលវិទ្យាសាស្ត្រដុតសរសៃឈាមក្នុងរយៈពេលខ្លីបំផុតនិងលឿនបំផុតទីបន្ទះដែកចេញក្នុងកម្រិតធំបំផុតដែលអាចធ្វើទៅបានកាត់បន្ថយផលប៉ះពាល់នៃបន្ទះដែកលើរាងកាយមនុស្សរបួសទី2សង្គ្រោះជីវិតរបស់អ្នកល្អការចាក់ម្ជុលវិទ្យាសាស្ត្រមីងអ្វីដែលធ្វើឲ្យអ្នកគិតវាអាចត្រូវបានផ្សារភ្ជាប់ដោយម្ជុលពីរបីសរសៃឈាមទាំងអស់ប្រសិនបើអ្នកចាស់ហើយស្រអាប់បន្ទាត់មួយមិនត្រូវបានផ្សារភ្ជាប់ទេជីវិតរបស់លោកចែងតើអ្នកអាចសាកល្បងវាជាលើកទី2បានទេបណ្ឌិតបៃតើអ្នកប្រកាសប៉ុណ្ណាបណ្ឌិតទេងនិយាយត្រូវប្រសិនបើខ្ញុំនៅក្មេងជាង10ឆ្នាំខ្ញុំប្រកាសណាស់ប៉ុន្តែឥឡូវនេះខ្ញុំក៏មាន90ប្រកាសល្អណាស់ចែងបេហៅអាចត្រូវបានសង្គ្រោះល្អណាស់លោកចែងប្រញាប់ទុកឲ្យលោកវិជ្ជាបណ្ឌិតបេចាក់ម្ជុលវិទ្យាសាស្ត្រទាញបន្ទះដែកចេញល្អមិនអាចទាញវាចេញបានទេលោកចែងអ្នកមិនដឹងអ្វីទេម្ជុលនេះចាក់ចូលទៅក្នុងសរសៃឈាមដើមឡើយមានតិចតួចណាស់ប្រសិនបើអ្នកមិនយកចិត្តទុកដាក់បន្តិចមានសរសៃឈាមដែលមិនត្រូវបានបិទនិងបំបែកនៅពេលនោះបាតសរសៃឈាមរបស់មនុស្សពិតជាមានភាពស្មុគស្មាញប៉ុន្តែស្ទាក់ស្ទើរក្នុងការព្យាបាលរងចាំរបាដែលឆ្លងដល់សរីរាង្គខាងក្នុងយើងគ្រាន់តែអាចមើលគាត់ស្លាប់ឈប់ធ្វើជាអ្នកប្រកាសអាសន្ននៅទីនេះលោកចែងបន្ទាប់ពីការព្យាបាលសកម្មរបស់ខ្ញុំស្ថានភាពកូនប្រុសរបស់អ្នកស្ថិរភាពរួចហើយយើងមានពេលវេលាគិតអំពីវិធីផ្សេងរឿងធំយើងអាចទៅព្យាបាលនៅបរទេសតើអ្នកគិតថាវានៅតែយឺតពេកទេលោកចែងមិនអាចរងចាំទៀតទេកូនប្រុសរបស់បេហៅលោកចែងអ្នកត្រូវតែធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ប្រសិនបើមិនចាក់ម្ជុលវិទ្យាសាស្ត្រទាញបន្ទះដែកចេញវានឹងមានគ្រោះថ្នាក់ដល់ជីវិតលោកចែងខ្ញុំបេហៅមីធានាជាមួយជីវិតរបស់ខ្ញុំប្រសិនបើខ្ញុំមិនអាចព្យាបាលវាបានខ្ញុំសុខចិត្តចំណាយវាអស់មួយជីវិតល្អបន្ទាប់មកខ្ញុំនឹងជឿអ្នកនៅពេលនេះប៉ុន្តែខ្ញុំត្រូវតែប្រាប់អ្នកប្រសិនបើកូនប្រុសរបស់ខ្ញុំអ្វីដែលពិតជាខុសនឹងមន្ទីរពេទ្យទាំងមូលមិនចាំបាច់មានទេនាំវាមករហ័សខ្ញុំមិនជឿទេពួកយើងមួយក្រុមបានសិក្សានៅបរទេសការអប់រំវិជ្ជាជីវវិទ្យាសាស្ត្រសាស្ត្រាចារ្យជំនាញនៅតែមិនប្រសើរជាងអ្នកចូលនិវត្តន៍ពីមន្ទីរពេទ្យគ្មានឈ្មោះ